ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺទេសភាពមើលទៅប្លែកម្ដងពុកម៉ែបងប្អូនបាទលក្ខណៈបែបធម្មជាតិណាពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំមកស្លក្រាក់ថៃប្រាពុកម៉ែបងប្អូនបាទតែថៃប្រានេះធំណាធំខ្ទង់2គីឡូជាងហើយយើងនៅនេះគឺយើងនៅចកាឈូកឯងបងប្អូនបាទអញ្ចឹងយើងនៅតាមវាសេយើងអត់មានគ្រឿងអីច្រើនគ្រប់សម្រាប់ឡដូចយើងនៅផ្ទះឯងប៉ុន្តែរសជាតិវិញឆ្ងាញ់តែម្ដងបងប្អូនបាទបងប្អូនសាកសម័យមើលបាទបងប្អូនឥឡូវនេះចាប់ដើមពុះហើយគ្រឿងយើងគឺតិចមែនទេបងប្អូនគឺយើងមានតែប្រហុកបន្តិចអញ្ចឹងទៅមានគល់ខីហើយជីខ្ទឹមអញ្ចឹងមកបងប្អូនបាទដីនេះអញ្ចឹងមកហើយជាពិសេសនោះគឺម្ទេសបងប្អូនបាទដាក់ទៅគឺជាតិតែម្ដងហើយដោយសារទេភាពនេះមើលទៅវាទំនងមែនតើបរិយាកាសក៏ទំនងម្ហូបក៏ទំនងទៀតបងប្អូនបាទហើយឥឡូវនេះចិត្តឆ្អិនហើយបងប្អូនមើលឃើញខ្ញុំប្រែនឹងបងប្អូនបាទឃើញគឺទំនងមែនតើម្ហូបនេះគឺអ្នកមកភ័យអីអាចធ្វើវិធីនឹងបានគឺងាយស្រួលមែនតើហើយរសជាតិវិញខ្ញុំឲ្យ10លើ10បងប្អូនបាទហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះ